ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតែតាមដានទស្សនាជាមួយនឹងការផ្សាយផ្ទាល់ពិសេសពីស្ថានីយទូរទស្សន៍ Camera TV Online គណៈពេលនេះពីកម្មវិធីយើងខ្ញុំបានភ្ជាប់ប្រព័ន្ធទូរស័ព្ទទៅកាន់លោកស្នងការនៃស្នងការដ្ឋានគោបាខេត្តសៀមរាបរួចហើយបាទគឺលោកឧត្តមសេនីយ៍តូហូសុធីចឹងសូមអញ្ជើញក្រុមវិច័យទេសដំឡើងសម្លេងរបស់លោកឧត្តមសេនីយ៍តូដើម្បីយើងធ្វើកិច្ចសម្ភាសន៍ផ្ទាល់ពិសេសបាទនៅក្នុងកិច្ចការងារដែលប្រិមត្តទូរទស្សនិកជនបានទទួលជ្រាបកាលពីល្ងាចមិញតាមការផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានមួយចំនួនជារៀងកុំឲ្យមានការលើកឡើងនៅអង្គហេតុផ្សេងដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងនោះដោយសារតែការរីកាហើយនឹងការមើលឃើញពិតជាស្ដែងក៏ដូចជាការយកមកធ្វើការសួរនាំវាអាចនឹងមានព័ត៌មាននៃការភ័ន្តច្រឡំមិនដូចនៅករណីដែលស្ត្រីរងគ្រោះគាត់បាននិយាយនៅក្នុងគ្រប់ប្រព័ន្ធទំនាក់ទំនង Telegram បាទពាក់ព័ន្ធនឹងករណីបង្ខាំងក៏ដូចជាប៉ុនប៉ងបៀតបៀនឬក៏ប្លន់ចង់យកទ្រព្យសម្បត្តិគាត់ដែលហាក់មើលទៅថាការនិយាយនេះដូចជាបទល្មើសនេះធ្ងន់ធ្ងរណាស់បាទហើយក៏ជាបទល្មើសមួយយ៉ាងសាហាវប្រិយផ្សាយដែរអញ្ចឹងចង់ដឹងថាព័ត៌មានទាំងអស់នេះពិតឬយ៉ាងណានោះសូមអញ្ជើញទស្សនិកជនទាំងអស់ស្ដាប់នៅការលើកឡើងរបស់លោកស្នងការតាមប្រព័ន្ធទូរស័ព្ទនៃការផ្សាយផ្ទាល់ក្នុងកម្មវិធីផងដែរបាទសូមជម្រាបសួរលោកស្នងការបាទបាទជំរាបសួរបាទសូមសូមអរគុណលោកស្នងការដែលបានផ្ដល់កិត្តិយសនៅក្នុងកម្មវិធីកាមេរ៉ាព័ត៌មាននៅពេលល្ងាចនេះបាទលោកស្នងការអាចជម្រាបបានទេថាតើជាប់ពាក់ព័ន្ធនឹងករណីល្ងាចមិញនេះដំណើររឿងយ៉ាងណាដែរចំពោះស្ត្រីម្នាក់ដែលបានទម្លាក់ location ហើយសូមឲ្យជួយហើយក្រោយមកទៀតទទួលព័ត៌មានថ្មីនេះគឺលោកស្នងការមានវិធានការចំណាត់ការនិងទទួលលទ្ធផលយ៉ាងណាដែរបាទមកដល់ពេលនេះមកនេះបាទសូមជើញបាទសូមអរគុណលោកគេកាមេរ៉ាពាក់ព័ន្ធនឹងការចេញអន្តរាគមន៍នៅល្ងាចមិញនេះគឺក្រោយពីយើងបានតាមដាននៅបណ្ដាញសង្គមគ្រប់ Telegram របស់យើងនេះគឺខ្ញុំបានបញ្ជាទៅលោកអធិការក្រុងសៀមរាបឲ្យចាត់ចែងជាបន្ទាន់ហើយក្រោយពីយើងមើលទៅតាម location របស់គាត់ហ្នឹងគឺយើងបានបែងចែកកម្លាំងរបស់យើងឲ្យចុះទៅស្រាវជ្រាវបាទដោយហើយយើងបានរកឃើញនៅទីតាំងពួកគាត់នៅដោយហើយយើងបានទៅបានរកឃើញហើយយើងបានបច្ចុប្បន្ននេះយើងបាននាំគាត់មកសាកសួរបាទទីតាំងដែលរកឃើញនោះនៅចំណុចណាដែរបាទតែចំណុចដែលរកគាត់ឃើញនោះនៅចំណុចណាដែរបាទនៅទីតាំង location ចុងក្រោយដែលបានតម្លាក់ចុងក្រោយនេះគឺយើងបានរកគាត់ឃើញហើយឥឡូវនេះយើងយកមកដល់អធិការខាងហើយយើងបានទី1គឺយើងបានឆែកទៅលើគាត់គឺមិនមែនតែម្នាក់ទេមានដៃគូគាត់ម្នាក់ទៀតគឺគាត់វិជ្ជមាននៅមានរូបសារធាតុញៀនអូបាទហើយចឹងករណីនេះគឺមិនមែនករណីដូចអ្វីដែលសត្វបានរាយការណ៍ចូលក្នុងគ្រប់ទេចឹងហើយយើងកំពុងតែបន្តសាកសួរគាត់បន្តទៀតបាទគេពិតវាមកពីបញ្ហាអ្វីណាបាទអញ្ចឹងអាចពាក់ព័ន្ធនឹងករណីផ្សេងមិនដូចការលើកឡើងការនិយាយនៅចោតប្រកាន់ថានៅទីនេះគាត់កំពុងត្រូវបានគេបង្ខាំងខ្លួនឬក៏ប៉ុនប៉ងបៀតបៀនហើយនឹងប្លន់ថែមទៀតបាទមើលទៅហាក់បីដូចសាហាវពេកបាទនេះគឺយើងបន្តបានជាកំពុងតែសួរក៏តែអ្វីដែលការសន្តានបឋមមួយនេះមិនមែនជាករណីចិត្តទេព្រោះកន្លងមកខែយើងមិនមានទេករណីចិត្តហើយអ្វីដែលកើតឡើងគឺយើងច្រើនតែអន្តរាគមន៍តាំងពីវេលាព្រមរបស់យើងត្រៀមព្រួយជាសាច់គ្រប់ពលដែរទាំងអស់24ម៉ោងលើ24ម៉ោងបាទអត់បាទมันមានបញ្ហាអីទេបាទអញ្ចឹងទន្ទឹមនឹងនេះជាកិត្តិយសបំផុតដែលលោកស្នងការបានផ្ដល់កិត្តិយសនៅក្នុងការផ្សាយផ្ទាល់ផ្ដល់កិច្ចសម្ភារពិសេសនេះតើលោកមានជាសារអ្វីចុងក្រោយដើម្បីសំណូមពរនិងស្នើសុំដល់អ្នកដែលកំពុងតែប្រើប្រាស់បណ្ដាញសង្គមឬក៏ប្រជាពលរដ្ឋដែលគាត់នៅមិនទាន់យល់ស៊ីជម្រៅឲ្យគាត់បានទទួលជ្រាបច្បាស់ហើយកុំឲ្យមានការរំខានបំផព័ត៌មានដល់សង្គមបាទសូមជើញបាទសូមអរគុណទី1សូមបងប្អូនយើងមុនផ្សព្វផ្សាយអ្វីត្រូវបញ្ជាក់ព័ត៌មានឲ្យបានច្បាស់ជាវាព័ត៌មានពិតហើយកាលណាយើង share យើងចែកចាយបន្តទៅអាចប៉ះពាល់ដល់ខ្លួនឯងទាំងឲ្យការប្រើប្រាស់បណ្ដាញសង្គមហ្នឹងវាមានវិជ្ជមាននិងអវិជ្ជមានចឹងហើយសូមបងប្អូនយើងមានការប្រុងប្រយ័ត្នហើយក៏អរគុណដល់បងប្អូនយើងទាំងអស់ដែរដែលបានផ្ដល់ព័ត៌មានតាន់ពេលវេលាហើយសមត្ថកិច្ចយើងក៏ចាត់ជាការឲ្យបានតាន់ពេលវេលាដែរចឹងដូច្នេះហើយសូមបងប្អូនយើងត្រូវប្រុងប្រយ័ត្នទៅលើបញ្ហានេះដែរព្រោះបញ្ហាឥឡូវនេះគឺវាព័ត៌មានមួយចំនួនដែលយើងត្រូវមើលប្រភពឲ្យបានច្បាស់លាស់ហើយពិតយើងត្រូវ
ជាច្បាស់លាស់មុននឹងគេចែកចាយបន្តចឹងក្នុងនាមស្នងការខាងជំរាបតហើយក៏អរគុណណាអរគុណដល់បងប្អូនយើងថាជំរាបតែផ្ដល់ព័ត៌មានល្អព័ត៌មានពិតមកសមត្ថកិច្ចដើម្បីចាត់ការបាទมันពិតសម្រាប់តែអ្នកដែលសម័យខ្លួនផ្ទាល់ដោយករណីនេះបាទដែលចំពោះបងប្អូនវិជាពលរដ្ឋគឺតែងតែផ្ដល់នូវព័ត៌មានពិតអញ្ចឹងទេសារបកត្រឡប់ទៅវិញជារួមគឺថាធ្វើយ៉ាងណាអ្នកផ្ដល់ព័ត៌មានហ្នឹងសូមឲ្យពិតដោយការជូនដំណឹងផ្សេងផងបាទបាទអរគុណលោកឧត្តមសេនីយ៍តូហ៊ុនសទ្ធីស្នងការនគរបាលខេត្តសៀមរាបដែលបានផ្ដល់កិត្តិយសនៅក្នុងកិច្ចសម្ភារខ្លីនេះបាទសូមអរគុណជូនពរលោកមានសំណាងល្អសុខភាពល្អបាទជោគជ័យបាទគ្រប់ភារកិច្ចបាទអរគុណបាទជំរាបលាបាទប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកកំពុងតែតាមដានទស្សនាជាមួយនឹងការផ្សាយផ្ទាល់ចេញពីកម្មវិធីកាមេរ៉ាព័ត៌មាននៃស្ថានីយទូរទស្សន៍ Camera TV Online បាទយើងឃើញថាកិច្ចសម្ភារខ្លីនៅមុននេះបន្តិចបាទជាប់ពាក់ព័ន្ធទៅនឹងស្ត្រីម្នាក់ដែលបានផ្ញើសារជាសំឡេងហើយបានទម្លាក់នៅ location ចូលមកក្នុងក្រុមប្រព័ន្ធទំនាក់ទំនង Telegram បាទគឺធ្វើឲ្យផ្ទុះការវេកញែកក៏ដូចជាផ្ទុះនៃការរាយការណ៍ជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ចកំណត់បាននៅទីតាំងដែលជាមុខសញ្ញាបាទហើយដល់ពេលសមត្ថកិច្ចជាពិសេសក្រុមការដឹកនាំដល់ប៉ិនប្រសពឆ្លៀសវៃជាទីបំផុតពីសំណាក់លោកឧត្តមសេនីយ៍តូហ៊ុនសទ្ធីស្នងការនៃស្នងការតាមនគរបាលខេត្តសៀមរាបគឺឃើញថាទៅដល់បាទគោលដៅបាទគឺនៅក្នុងភូមិសាស្ត្រសង្កាត់គោកចកក្រុងខេត្តសៀមរាបបាទបើនិយាយពាក់ព័ន្ធនឹងបាត់ល្មើសគឺដូចសាហាវមែនទេណាខ្ញុំក៏មិនចង់យករឿងនេះមកផ្សាយតែគាត់ថាវាជ្រុលបាទវាជ្រុលពេករឿងនេះរឿងទូចទេវាគ្មានអីនឹងត្រូវចំណេញដល់កិច្ចការងារសង្គមជាសាធារណៈទេរឿងនេះវាខ្ញុំអត់ទៅយកមកផ្សាយដើម្បីឲ្យថាឲ្យគេមើលទៅតែរឿងនេះវាធំមើលទៅតែរឿងនេះវាពិតដូចការរាយការណ៍មកខ្ញុំអត់ចង់ផ្សាយបន្តិចវាអត់មានចំណេញបាទតើមានចំណេញបាទរឿងខ្លាចវាជិះបានយើងមិនត្រូវផ្សាយគឺខ្ញុំអត់ផ្សាយជាដាច់ខាតបាទតែលើពីនេះខ្ញុំផ្សាយនេះគឺដោយសារតែខ្ញុំវាមិនអស់ចិត្តបាទមិនអស់ចិត្តត្រង់តែខ្ញុំគាត់ស្ដាប់ការរាយការណ៍មកខ្ញុំដឹងថាវារឿងនេះវាអត់ពិតបាទខ្ញុំធ្លាប់ធ្វើជានគរបាល12ឆ្នាំដែរបាត់ល្មើសប៉ុណ្ណឹងខ្ញុំគាត់នៅកំណត់ស្ដាប់សំឡេងរបស់អ្នករាយការណ៍មកខ្ញុំដឹងបាទបើសិនតែគេបង្ខាំងនេះគេមិនអាចឲ្យយើងទៅកាន់ទូរស័ព្ទយកមកចុចអញ្ចឹងបានទេហើយបើសិនតែគេប៉ុនប៉ងនេះតើមូលហេតុអ្វីបានជាអ្នករងគ្រោះហ្នឹងបាទអ្នករងគ្រោះហ្នឹងមិនបានមិនព្រមធ្វើសកម្មភាពអ្វីផ្សេងដើម្បីឲ្យមានការជួយអន្តរាគមន៍ពីអ្នកនៅជិតខាងនោះបាទហើយមានពេលវេលាណាមកឆាតទូរស័ព្ទទំនាក់ទំនងតម្លាក់ location ពីរដងមកនៅក្នុងក្រុមឲ្យគេជួយបាទបើទោះបីជាមានពេលវេលាខ្លះអាចមានឱកាសក៏វាមិនអាចថាជនដែលប្រព្រឹត្តបទល្មើសហ្នឹងទុកពេលវេលាឲ្យធ្វើរបៀបនេះដែរបាទហើយម្យ៉ាងវិញទៀតខ្ញុំធ្វើនេះផ្សព្វផ្សាយនេះគឺដើម្បីថាជាសារមួយផ្ដាំផ្ញើថាកុំឲ្យធ្វើដោយស្ត្រីម្នាក់នេះឲ្យសោះបាទគាត់និយាយតាមមកល្អហើយបាទនេះហើយបើគេហៅថាលពឹសដៃមិនមែនផ្ទៃឆ្អែតទេបាទលពឹសដៃលពឹសមាត់គឺជាប់គុកបាទពាក់ព័ន្ធនឹងមានសារធាតុញៀននៅក្នុងខ្លួនអញ្ចឹងយើងអាចនិយាយបានថាគាត់មានបញ្ហាភាពមិនប្រក្រតីសតិអារម្មណ៍របស់គាត់ទើបធ្វើឲ្យរវើរវាយបាទរបៀបនេះបាទអញ្ចឹងបានគេថាលពឹសដៃផ្ទៃឆ្អែតនេះអត់ទេលពឹសដៃតម្លាក់ location លពឹសមាត់គឺជាប់នៅទីកន្លែងផ្សេងដែលមិនគួរឲ្យចង់ទៅជាប់នោះបាទចឹងគេថាសូមឲ្យមានការប្រុងប្រយ័ត្នអីបច្ចេកវិទ្យាលើគឺមិនបានទេបាទទំនើបណាស់ឲ្យចង់ជួនកាលក៏អាចចង់សាកចិត្តលោកស្នងការឬក៏លោកអធិការបាទសូមលើកសរសើរលោកអធិការវិរៈស្រីឯកដាចម្រើនហើយនឹងកងកម្លាំងក្រមអាវ៉ាត់ប៉ោះនគរបាលរដ្ឋបាលសកាត់គោកចកបាទបងអូនប្រុសឡុងសិទ្ធជាតិបាទគេថាខិតខំប្រឹងប្រែងឈ្មោះកម្លាំងអន្តរាគមន៍ក្រុងឯហ្នឹងបាទទៅបាទគេថាលឿនបាទសូមសរសើរថាលឿនតែម្ដងបាទចឹងសូមគ្រប់គ្រងហើយសូមអរគុណចំពោះសមត្ថកិច្ចទាំងអស់នៃស្នងការឋានគរបាលខេត្តសៀមរាបក្រុមការដឹកនាំរបស់លោកឧត្តមសេនីយ៍តូហ៊ុនសទ្ធីបាទគឺថាយើងចាត់ទុកដាក់ដោយភ្លៀងរលឹមក្រោមវិជាផ្ទាល់ពីសំណាក់ឯកឧត្តមប្រសិទ្ធភ័ណ្ឌបាទជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងជាអភិបាលគណៈបាលខេត្តសៀមរាបថាគិតគូរខ្ពស់ណាស់ចំពោះខេត្តទេសចរមួយនេះប្រិយមិត្តទស្សនិកជនខ្ញុំបាទធីមកាមេរ៉ាមិនលើកយកនៅព័ត៌មានណាផ្សេងយកមកធ្វើការផ្សព្វផ្សាយទេហើយខ្ញុំចង់ជម្រាបថាកម្មវិធីឬក៏ស្ថានីយទូរទស្សន៍ Camera TV Online គឺมันល្មមផ្សាយព័ត៌មានដោយបងប្អូនយើងផ្សេងទេហើយក៏អត់ចង់ឲ្យល្បីដែរធ្វើនេះគឺដើម្បីតែស្រឡាញ់អាជីពដែលធ្លាប់ពីមុនមករហូតមកដល់បច្ចុប្បន្ននេះគឺ22ឆ្នាំហើយសារព័ត៌មាននេះអញ្ចឹងខ្ញុំធ្វើអ្វីឲ្យចំណេញដល់សង្គមជាតិបាទហើយផ្សព្វផ្សាយអ្វីឲ្យចំគោលដៅមួយប៉ុន្តែខ្លឹមបាទតែមួយឲ្យខ្លឹម
ចឹងទេមិនមានអ្វីវិញឆ្ងាយទេខ្ញុំសូមបញ្ចប់ឲ្យសូមអភ័យទោសខ្ញុំស្អកកតាមចូលឆ្នាំខ្មែររហូតដល់ឥឡូវអត់ទាន់ជាបាទចាសូមអភ័យទោសហើយយើងខ្ញុំសូមជូនពរប្រិយមិត្តទស្សនិកជននិងលោកអ្នកដែលមានការផ្ដល់ព័ត៌មានឬក៏ចង់ពិភាក្សារឿងការងារនៃការផ្សព្វផ្សាយឬផ្សេងៗមកកាន់កម្មវិធីខ្ញុំនោះក៏អាចទំនាក់ទំនងមកកាន់យើងខ្ញុំបានដូចគ្នាផងដែរអញ្ចឹងពីកម្មវិធីខ្ញុំសូមបញ្ចប់នៅព័ត៌មាននេះតែត្រឹមនេះសូមអរគុណសូមជម្រាបលាជំរាបសួរប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកកាមេរ៉ាព័ត៌មានពិតក្នុងដៃលោក